បណ្ដាលឲ្យស្លាប់មនុស្សជិត20នាក់និងលិចលង់ផលដំណាំរាប់ម៉ឺនហិកតានៅទូទាំងប្រទេសស្ត្រីបរទេសម្នាក់ត្រូវឧក្រិដ្ឋជនចិនចាប់បង្ខាំងនៅភ្នំពេញចម្រិតទារប្រាក់អស់ជាង$10,000ពលករចំណាក់ស្រុកថាអាញាធរច្រកអន្តរជាតិដងនៅក្នុងខេត្តបាត់ដំបងចម្រិតទារប្រាក់ពេលឆ្លងដែនប្រជាសហគមន៍ព្រៃមេតាធម្មជាតិអស់ជំនឿលើអភិបាលខេត្តកំពង់ស្ពឺក្នុងការការពារព្រៃសហគមន៍រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតចាជាបន្តទៅទៀតនេះនាងខ្ញុំសុជីវីសូមជូនព័ត៌មានទាំងនេះពិស្ដាចលនានាងជាទីមេត្រីចាគ្រោះទឹកជំនន់នៅក្នុងឆ្នាំនេះធ្វើឲ្យខូចផលដំណាំរបស់កសិកររាប់ម៉ឺនហិកតានិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅតាមបណ្ដាខេត្តមួយចំនួនក៏រងការខូចខាតហើយយ៉ាងហោចណាស់ក៏មានមនុស្សជិត20នាក់បានស្លាប់ទាក់ទងនឹងបញ្ហានេះរដ្ឋាភិបាលបានប្រកាសពីផែនការផ្តល់អតិភិបដោះស្រាយផលប៉ះពាល់ទៅលើផលដំណាំរបស់កសិករតាមរយៈការចុះវាយតម្លៃនិងផ្តល់ពូជដាំដុះប៉ុន្តែកសិករស្នើរដ្ឋាភិបាលថាឲ្យជួយផ្តល់ស្បៀងអាហារដើមទុននិងពូជជាពិសេសគឺជួយសម្របសម្រួលជាមួយនឹងធនាគារឲ្យពន្យាពេលក្នុងការបង់ប្រាក់ដើម្បីឲ្យពួកគាត់មានលទ្ធភាពនៅក្នុងការបង្កបង្កើនផលឡើងវិញចាលោកនេះនឹងបានស្ដាប់សេចក្តីរាយការណ៍នេះនៅក្នុងការផ្សាយរបស់យើងនៅពេលបន្តិចទៀតនេះចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាលោកអ្នកកំពុងតែតាមដានការផ្សាយរបស់ Vithu Azizi សេរីចាប់ផ្សាយចេញពីរដ្ឋធានី Washington សហរដ្ឋអាមេរិកចាព័ត៌មានជាបន្តទៅទៀតនេះគឺតាក់ទងទៅនឹងស្ត្រីមួយរូបចាដែលត្រូវអ ுக ្រិតជនជាតិចិនចាចាប់ចម្រិតអស់ប្រាក់$10,000មន្ត្រីអង្គការសង្គមស៊ីវិលចាព្រួយបារម្ភចំពោះវត្តមានក្រុមអ ுக ្រិតជនជាតិចិនមួយចំនួនដែលតែងតែមានអាវុធប្រើប្រាស់និងចាត់ទុកកម្ពុជាគឺជាកន្លែងដែលពួកគេអាចបង្ខាំងមនុស្សដើម្បីចម្រិតទារប្រាក់ក្តីបារម្ភរបស់មន្ត្រីសង្គមស៊ីវិលនេះធ្វើឡើងក្រោយពីកងកម្លាំងកងរាជអាវុធហត្ថម្នាក់ត្រូវអ ுக ្រិតជនបើកឡានបុកបណ្ដាលឲ្យបាក់ជើងនៅក្នុងហេតុការណ៍ចុះបង្ក្រាបក្រុមប្រដាប់អាវុធជនជាតិចិនដែលបានចាប់ចម្រិតស្ត្រីបរទេសម្នាក់នៅរាជធានីភ្នំពេញកាលពីពេលថ្មីនេះចាប់ពីរដ្ឋធានី Washington លោកមានរិទ្ធរាយការណ៍ព័ត៌មាននេះក្រោមការដឹកនាំរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនក្រុមអ ுக ្រិតជនជាតិចិនហាក់មិនខ្លាចញញើតទៅនឹងការបង្ក្រាបរបស់សមាជិកកម្ពុជានិងច្បាប់កម្ពុជាឡើយពួកគេតែងតែមានអាវុធទំនើបជាមួយអាជីវកម្មបែបអ ுக ្រិតរបស់ពួកគេក្នុងការបង្ខាំងមនុស្សចម្រិតទារប្រាក់ហើយជាញឹកញយអ ுக ្រិតជនជាតិចិនទាំងនោះតែងប្រើអាវុធដើម្បីបាញ់តតាំងជាមួយសមាជិកកម្ពុជាពេលចុះបង្ក្រាបម្ដងនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសមាតប្រាវិសុយស៊ីស្រីនៅថ្ងៃទី9ខែតុលាថាករណីជនបរទេសរស់នៅកម្ពុជាប្រព្រឹត្តបទឧក្រិដ្ឋនិងតែងតែមានអាវុធប្រើប្រាស់តាមទំនឹងចិត្តបែបនេះគឺជារឿងគួរឲ្យព្រួយបារម្ភមួយសម្រាប់សន្តិសុខជាតិនិងសុវត្ថិភាពពលរដ្ឋទូទៅលោកទទូចដល់អាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នថ្នាក់ជាតិកម្ពុជាឲ្យស៊ើបអង្កេតមេខ្លោងធំដែលពាក់ព័ន្ធនៅពីក្រោយជនជាតិចិនដែលមានអាវុធប្រើប្រាស់នាពេលកន្លងមកនេះដើម្បីធានាសន្តិសុខជាតិនិងសន្តិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅហើយបញ្ហាដែលអាចមានទៅដល់អាវុធប្រើប្រាស់ថែមទៀតនៅនឹងជារឿងធ្ងន់ធ្ងរតើអាវុធទាំងអស់ហ្នឹងបានពីណាមកទៅទៀតណាបញ្ហានេះទោះបីជារឿងជនបរទេសនិងជនបរទេសក៏ដោយក៏វាបង្កភ័យខ្លាចឬក៏ភាពអសុវត្ថិភាពសម្រាប់ជនបរទេសនឹងផងហើយក៏វាបង្កភាពភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋយើងដែរប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាបក្រុមអ ுக ្រិតជនប្រដាប់អាវុធជនជាតិចិនចំនួន7នាក់ពាក់ព័ន្ធនឹងករណីបង្ខាំងស្ត្រីជនបរទេសម្នាក់និងបានចម្រិតទារប្រាក់អស់ជាង$10,000ដែលស្ថិតនៅអគារខុនដូមួយកន្លែងស្ថិតនៅផ្លូវ60ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីថ្ងៃទី7ខែតុលាស្ត្រីជនរងគ្រោះមានឈ្មោះងវៀងឈីមីងាងកងកម្លាំងប្រដាប់អាវុធរាជធានីភ្នំពេញក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ីផឹងនិងបានបន្តឆែកឆេរដែលរឹបអូសបានកំភ្លើងចំនួន4ដើមនិងថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំផងជាងនេះទៅទៀតនៅក្នុងអំឡុងពេលដែលកងកម្លាំងមានសមត្ថកិច្ចសួរនាំជនសង្ស័យឈ្មោះអ៊ីផឹងស្រាប់តែក្រុមបកពួករបស់ពួកគេមួយក្រុមទៀតបានព្យាយាមបើករថយន្តទំនើបម៉ាអូឌីសម្ដៅបុកសមត្ថកិច្ចដើម្បីរត់គេចខ្លួននៅក្នុងហេតុការណ៍នោះបណ្ដាលឲ្យកងកម្លាំងអាវុធហត្ថម្នាក់រងរបួសជើងដែលជាហេតុបណ្ដាលឲ្យមានការផ្ទុះអាវុធបាញ់តដៃគ្នារវាងសមត្ថកិច្ចនិងក្រុមអ ுக ្រិតជនក្រោយមកទៀតទើបក្រុមអ ுக ្រិតជនបញ្ឈប់សកម្មភាពនិងប្រគល់ខ្លួនជូនសមត្ថកិច្ចទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកអេងហ៊ីបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះទេដែលលោកអះអាងថារឿងនេះកំពុងស្ថិតនៅក្នុងនីតិវិធីនៃការស៊ើបអង្កេត
ខាងឯកការគាត់ជាអ្នកដឹកនាំណាព្រោះគាត់ស្ថិតនៅក្នុងការស៊ើបអង្កេតឡើយកិច្ចការងារស៊ើបអង្កេតការងារប្រតិបត្តិការជាក់ស្ដែងគឺឯកការជាអ្នកស្វែងការអញ្ចឹងសូមឲ្យសួរទៅគាត់ផ្ទាល់ណាជាបានទេព្រោះដូចខ្ញុំលើកឡើងយើងព្រោះករណីអញ្ចឹងគឺគេឲ្យខាងនេះឯកការដឹកនាំផ្ទាល់ហើយអញ្ចឹងសួរនាំគឺឯកការទាំងអស់បាទអ្នកនាំពាក្យនៅនេះមិនមានសមត្ថកិច្ចទេបាទកន្លងទៅរដ្ឋាភិបាលលោកនាយរដ្ឋមន្ត្រីហ៊ុនសែនតែងតែលើកពាក្យស្លោកថាចិនគឺជាមិត្តដៃថែបហើយវិនិយោគិនជនជាតិចិនបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាបន្តិចម្ដងជនជាតិចិនបានមកបោះទុនរកស៊ីបើកអាជីវកម្មនៅលើទឹកដីកម្ពុជាគ្រប់បែបយ៉ាងដែលក្នុងនោះរាប់ទាំងការបើករោងចក្រផលិតគ្រឿងញៀនការសាងសង់អគារបង្ខាំងមនុស្សចាប់ចម្រិតជាដើមលើពីនេះទៀតពួកគេតែងមានកំភ្លើងកាន់កាប់ពេញដៃខណៈពួកគេហាក់មិនខ្លាចញញើតនៅក្នុងការបាញ់សម្លាប់មនុស្សនៅកម្ពុជានោះទេជាពិសេសបើទោះបីជារដ្ឋាភិបាលឯកបកបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សយ៉ាងណាក្តីក៏សេចក្តីរាយការណ៍នានាជាបន្តបន្ទាប់ឲ្យដឹងថាក្រុមអ ក្រិតជនជាតិចិននៅតែបន្តអាជីវកម្មបែបអក្រិតរបស់ពួកគេនៅក្នុងការបង្ខាំងមនុស្សជួញដូរមនុស្សនិងចាប់ចម្រិតមនុស្សទារប្រាក់នៅលើទឹកដីខ្មែរដដែលនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសមាតយល់ថាមូលហេតុដែលនាំឲ្យក្រុមអ ក្រិតជននៅតែមិនខ្លាចញញើតចំពោះការបង្ក្រាបពីកម្លាំងសមត្ថកិច្ចកម្ពុជាហើយពួកគេនៅតែបន្តប្រព្រឹត្តបទអក្រិតនានាពីព្រោះអ ក្រិតជនទាំងនោះបានដឹងថាកម្ពុជាពុំទាន់មានការអនុវត្តច្បាប់ត្រឹមត្រូវនិងឲ្យមានប្រសិទ្ធភាពដែលធ្វើឲ្យពួកគេខ្លាចរអានៅឡើយទេខ្ញុំបានមេរិត Visual C ស្រីរាយការណ៍ពីរដ្ឋធានី Washingtonចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាដំណើរគ្នានឹងការផ្សាយផ្ទាល់តាមបណ្ដាញសង្គម Facebook និង YouTube នេះចាលោកនាងក៏អាចស្ដាប់ការផ្សាយរបស់ Vithu Azizi សេរីចាតាមរយៈ Vithu រលកធាតុអាកាសខ្លីចា SW តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m និង 13715 kHz ស្មើនឹងកម្ពស់ 22m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 9960 kHz ស្មើនឹងកម្ពស់ 30m 12140 kHz ស្មើកម្ពស់ 25m និង 11885 kHz ស្មើនឹងកម្ពស់ 25m ចាសសូមអរគុណចាលោកនាងកញ្ញាជាទីមេត្រីចាយើងងាកមកព័ត៌មានតាក់ទងនឹងទឹកជំនន់ដែលកំពុងតែបំផ្លិចបំផ្លាញផលកសិកម្មរបស់កសិករឯនេះវិញចាគ្រោះទឹកជំនន់នៅឆ្នាំនេះបានធ្វើឲ្យដំណាំរបស់កសិកររាប់ម៉ឺនហិកតានិងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកន្លែងនៅតាមបណ្ដាខេត្តមួយចំនួនរងការខូចខាតហើយយ៉ាងហោចណាស់ក៏មានមនុស្សជិត20នាក់បានស្លាប់ចាតើតើនឹងបញ្ហានេះរដ្ឋាភិបាលបានប្រកាសពីផែនការដោយផ្ដល់អតិភិបដោះស្រាយផលប៉ះពាល់ទៅលើផលដំណាំរបស់កសិករចាតាមរយៈការចុះវាយតម្លៃនិងផ្ដល់ពូជដាំដុះប៉ុន្តែកសិករបានស្នើទៅរដ្ឋាភិបាលឲ្យជួយផ្ដល់ស្បៀងអាហារដើមទុននិងពូជជាពិសេសសម្រាប់សម្រួលជាមួយនឹងធនាគារឲ្យពន្យាពេលបង់ប្រាក់ដើម្បីឲ្យពួកគាត់មានលទ្ធភាពក្នុងការបង្កបង្កើនផលឡើងវិញចាតើនៅរឿងនេះចាសូមអញ្ជើញលោកនាងរងចាំស្ដាប់បទសម្ភាសន៍មួយជាមួយនឹងខ្ញុំជាមួយនឹងប្រធានសហគមន៍សហព័ន្ធកសិករកម្ពុជាចាគឺលោកថេងសាវឿនចាតើទៅនឹងបញ្ហាទឹកជំនន់និងផលប៉ះពាល់ទៅដល់កសិករនិងផលដំណាំរាប់ម៉ឺនហិកតានេះចាប៉ុន្តែមុននឹងទៅដល់កិច្ចសម្ភាសន៍នេះចាសូមអញ្ជើញលោកនាងស្ដាប់សេចក្តីរាយការណ៍របស់លោកសេកបណ្ឌិតអំពីរឿងនេះបន្តិចសិនលោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានបង្ហោះសារជាសម្លេងមួយនៅលើបណ្ដាញសង្គម Facebook តាក់ទងនឹងស្ថានភាពទឹកជំនន់ដែលជន់លិចតាមបណ្ដាខេត្តមួយចំនួនកាលពីថ្ងៃទី8ខែកញ្ញាលោកហ៊ុនសែនបង្ហាញរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយថាទឹកជំនន់ទឹកភ្លៀងបានជន់លិចឃុំចំនួន770នៃខេត្តចំនួន22ជាពិសេសខេត្តបន្ទាយមានជ័យបាត់ដំបងពោធិ៍សាត់សៀមរាបកំពង់ធំនិងខេត្តព្រះវិហារជាដើមលោកថាដំណាំស្រូវជាង 150,000 ហិកតានិងដំណាំរួមផ្សំផ្សេងទៀតចំនួន 40,000 ហិកតាត្រូវបានជន់លិចហើយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវខូចខាតនិងប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សក្នុងសារជាសម្លេងជាង7នាទីនោះលោកហ៊ុនសែនបានណែនាំឲ្យមន្ត្រីនៅតាមក្រសួងស្ថាប័នពាក់ព័ន្ធនិងមន្ត្រីថ្នាក់ក្រោមជាតិចុះវាយតម្លៃពីការខូចខាតផលដំណាំរបស់ប្រជាកសិករឲ្យបានឆាប់ដើម្បីជួយអន្តរាគមន៍
និងបញ្ជូនគ្រាប់ពូជជូនកសិករសម្រាប់ដាំដុះឡើងវិញនៅតាមតំបន់គោលដៅខ្ញុំអពាវនាវឲ្យមានកិច្ចសហការជាបន្តរវាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទអាជ្ញាធរថ្នាក់ក្រោមជាតិក៏ដូចជាគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមគ្នាវាយតម្លៃផងនិងត្រៀមបំរុងដើម្បីដឹកចេញនៅពូជស្រូវនិងពូជដំណាំទៅកាន់គោលដៅផងនេះជាកិច្ចការបន្តដែលចាំបាច់ត្រូវធ្វើរបាយការណ៍បឋមរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឲ្យដឹងថាគិតត្រឹមថ្ងៃទី29ខែកញ្ញាទឹកជំនន់បណ្ដាលឲ្យមនុស្សស្លាប់ចំនួន16នាក់ចំណែកក្រសួងធនធានទឹកបានជូនដំណឹងថាកម្ពុជានឹងបន្តរងឥទ្ធិពលពីជ្រលងប្រព័ន្ធសម្ពាធទាបបណ្ដាលឲ្យមានភ្លៀងធ្លាក់រាយប៉ាយទូទាំងប្រទេសពីកម្រិតតិចទៅមធ្យមលាយឡំដោយផ្គររន្ទះនិងខ្យល់កន្ត្រាក់ចាប់ពីថ្ងៃទី9ដល់ថ្ងៃទី15ខែកញ្ញាក្រសួងបានអំពាវនាវឲ្យអាជ្ញាធរនិងប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់វិទ្យុអាស៊ីសេរីនៅពុំទាន់អាចតាក់ទងអ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោកសុតកឹមកុសលមនីដើម្បីបញ្ជាក់បន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី9ខែតុលាទោះយ៉ាងណាកសិករមួយចំនួនអំពាវនាវដល់រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធឲ្យជួយអន្តរាគមន៍ឧបត្ថម្ភជាស្បៀងអាហារផ្ដល់ដើមទុននិងគ្រាប់ពូជជាពិសេសរកមធ្យោបាយសម្រួលដល់បញ្ហាដោះបំណុលធនាគារសម្រាប់ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ក្នុងស្ថានភាពលំបាកនេះដើម្បីជួយស្ដារជីវភាពរបស់ពួកគាត់ឲ្យបានប្រសើរឡើងវិញកសិករនៅស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យលោកស្រីវណ្ណាត់ប្រាប់វិទ្យុអាស៊ីសេរីថាលោកស្រីបានដាក់ប្លង់ដីខ្ចីប្រាក់ពីធនាគារប្រមាណ$5,000សម្រាប់ដាំដុះដំណាំជាង7ហិកតាក៏ប៉ុន្តែស្ថានភាពទឹកជំនន់ឡើងជាង1ខែកន្លងមកនេះបណ្ដាលឲ្យស្រូវនិងដំឡូងមីរបស់លោកស្រីរលួយខូចខាតអស់កសិកររូបនេះបញ្ជាក់ថាជំរឿសចុងក្រោយគ្រួសាររបស់លោកស្រីមានតែសម្រាប់ចិត្តចំណាក់ស្រុកធ្វើការនៅក្នុងប្រទេសថៃរកប្រាក់ដោះបំណុលគេនិងបញ្ហាជីវភាពប្រចាំថ្ងៃពីព្រោះលោកស្រីមិនសង្ឃឹមថារដ្ឋាភិបាលជួយអន្តរាគមន៍ដោះស្រាយពីបញ្ហាទុក្ខលំបាករបស់ប្រជាពលរដ្ឋបាននោះឡើយអូខេ10ដែលគឺវាមិនប្រចេះគ្រូចាប់ហើយចាប់តាំងដលងចាប់តាំងប្រូចាប់តាំងអស់វាមិនវិញអស់ហើយសប្ងាយមានណានិយាយរួចទេអូយនេះក៏យ៉ាប់បងប្អូនក៏ដាច់បាយដាច់ទឹកគ្រូអើយនេះរោមក៏អានូនតែងទួយក៏មិនអេងក៏វាលិចដេលក៏អូយណៃទេបវរវេដាច់ចាយដាច់ទីតរំពោមានក្នុងពោអុយតរដ្ឋាភិបាលជួយមើលបានអុយក៏បានតាំងកឬមួយក៏ដូចទេលោកគ្រូអើយតែងទួយដើម្បីលើកទឹកចិត្តកូនចៅដែលលួងទឹកនេះជុំវិញរឿងនេះប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាពលោកយងកំឯងមានប្រសាសន៍ថាបញ្ហាទឹកជំនន់លិចបានធ្វើឲ្យប្រជាពលរដ្ឋខូចខាតផលដំណាំទ្រព្យសម្បត្តិរបស់ពួកគាត់ដែលប្រឈមនឹងបញ្ហាខ្វះខាតខាងជីវភាពលោកយល់ថាដំណោះស្រាយជាអាទិភាពនៅក្នុងរឿងនេះរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ផ្ដល់ស្បៀងអាហារជូនដល់ពលរដ្ឋរងគ្រោះជាបន្ទាន់ទន្ទឹមគ្នានេះដែរលោកចង់ឃើញអាជ្ញាធរពិនិត្យនិងសិក្សាពីផលប៉ះពាល់អំពីទឹកជំនន់ដោយតម្លាភាពដើម្បីឆ្លើយតបនិងដំណោះស្រាយបញ្ហាប្រឈមជូនដល់ពលរដ្ឋឲ្យមានប្រសិទ្ធភាពខ្ញុំចង់ឲ្យមានការដោះស្រាយនៅបញ្ហាចំពោះមុខឈមស្បៀងអាហារទៅដល់គាត់ស្រាប់គាត់ពងជីវភាពដែរបាទនេះជារឿងមួយសំខាន់ដែរបាទដើម្បីគាត់បន្តស្រាប់កិច្ចការងារធ្វើកិច្ចការងារតទៀតធ្វើការដាំដុះអីឡើងវិញបាទបើកាលណាគ្នាស្រង់កគ្នាហ៊ានហោចអស់ហើយគ្នាប្រឈមជីវភាពរស់នៅគ្នាងាយអីទៅហើយគាត់អាចនឹងជ្រើសរើសចំណាក់ស្រុកហើយបាទកាលណាជ្រើសរើសចំណាក់ស្រុកវាបថុយប្រឋានវាជួបបញ្ហាច្រើនបាទអញ្ចឹងបើសិនយើងគាត់ពងឲ្យគាត់នៅឲ្យគាត់ដាំដុះដើម្បីបានច្រើនកូនគាត់ក៏បានរៀនសូត្រសង្គមស៊ីវិលក៏ចង់ឃើញរដ្ឋាភិបាលដោះស្រាយបញ្ហាប្រឈមរបស់កសិករនិងប្រជាពលរដ្ឋដែរគឺការផ្ដល់ពូជដំណាំការផ្ដល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់ទាបដើម្បីឲ្យពួកគាត់ធ្វើដើមទុនដាំដុះនៅពេលទឹកស្រកទៅវិញបង្កើតការងារក្នុងស្រុកឲ្យពលរដ្ឋមានមុខរបរនិងការរកទីផ្សារលក់កសិផលឲ្យបានមានតម្លៃសមរម្យជូនដល់ប្រជាកសិករសង្គមស៊ីវិលនិងកសិករបារម្ភថាប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយឲ្យចំគោលដៅនោះទេប្រជាពលរដ្ឋនឹងមានជីវភាពកាន់តែដុនដាបជាពិសេសគឺជំពាក់បំណុលវ៉ាន់កហើយពួកគេនឹងប្រឈមនឹងការរឹបអូសផ្ទះសម្បែងនិងការបោះបង់មុខរបរក្នុងស្រុកហើយធ្វើចំណាក់ស្រុកទាំងប្រថុយប្រឋានទៅរកការងារធ្វើនៅក្រៅប្រទេសខ្ញុំបាទសេកបណ្ឌិតវិទ្យុអាស៊ីសេរីពីរដ្ឋធានីវ៉ាស៊ីនតោន
ចាលោកនាងជាទីមេត្រីចាតកតនៅរឿងទឹកជំនន់នេះចាក្រុមការងាររបស់វិទ្យុអាស៊ីសេរីចាបានភ្ជាប់ទូរស័ព្ទទៅលោកថេងសវឿនចាដែលលោកគឺជាប្រធានសមាគមសហព័ន្ធកសិករកម្ពុជាចាដែលលោកគឺជាអ្នកដែលតាមដានបញ្ហាពាក់ព័ន្ធនឹងកសិករផងហើយនឹងពិសេសទៅទៀតនេះគឺតកតនឹងទឹកជំនន់នេះឯងថាតើស្ថានភាពយ៉ាងណាខ្លះកសិករនឹងគាត់ទាមទារអីខ្លះគឺជាទូនីតិរបស់លោកថេងសវឿនចាដែលលោកកំពុងតែធ្វើការរឿងនេះចាលោកថេងសវឿននៅក្នុងសេចក្តីរាយការណ៍របស់លោកសេកបណ្ឌិតមុននេះនឹងគឺគាត់បានលើកឡើងពីរឿងថាប្រជាកសិករនឹងចង់បានស្បៀងអាហារហើយចង់បានក្របពូជនឹងដែរហើយក៏ចង់បានឲ្យរដ្ឋាភិបាលនេះជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យធនាគារនឹងពន្យាការបង់ប្រាក់ត្រឡប់ទៅវិញព្រោះគាត់ខ្ចីប្រាក់នឹងដើម្បីធ្វើការងារកសិកម្មរបស់គាត់នឹងថាតើត្រង់ចំណុចនេះលោកថេងសវឿននឹងអាចបញ្ជាក់បន្ថែមទៀតទេថាតើមកដល់ពេលនេះនឹងពួកគាត់ស្ថិតនៅក្នុងស្ថានភាពបែបណាខ្លះទៅកសិករនឹងដែលគាត់ទាមទារបែបនេះឡើងចា៎អរគុណអ្នកស្រីសុជីវីហើយជាដំបូងសូមក្រាបថ្វាយបង្គំព្រះថេរានុរិយគ្រប់ព្រះអង្គនិងជំរាបសួរបងប្អូនប្រិយមិត្តដែលកំពុងតាមដានការផ្សាយរបស់វិទ្យុអាស៊ីសេរីទាំងអស់ជាទីគោរពនិងជាទីស្រឡាញ់និងសូមផ្ញើសេចក្តីនឹករលឹកនិងចូលរួមរំលែកនៅក្តីទុក្ខកង្វល់របស់បងប្អូនដែលកំពុងរងគ្រោះដោយសារទឹកជំនន់ជន់លិចទាំងទឹកភ្លៀងក្តីឬក៏ការឡើងដោយប្រភេទណាផ្សេងនៃគ្រោះមហន្តរាយមួយនេះផងដែរហើយខ្ញុំគិតថាជាការពិតហើយតម្រូវការជាអត្ថភាពមូលដ្ឋានដែលលើកឡើងអំពីកង្វះនៃស្បៀងអាហារកង្វះខាតនៃសម្ភារៈប្រើប្រាស់ថ្នាំពេទ្យហើយនឹងកង្វះតាក់ទងទៅនឹងគ្រាប់ពូជសម្រាប់ទុកបង្កការផលអ្វីដែលធ្ងន់ធ្ងរបំផុតទីនោះគឺថាបញ្ហាប្រឈមនោះគឺកង្វះខាតនៃប្រាក់ដើម្បីសងត្រឡប់ទាំងដើមឬក៏ការប្រាក់ទៅធនាគារឬក៏មីក្រូហិរញ្ញវត្ថុក្នុងដំណាក់កាលនៃការរងផលប៉ះពាល់របស់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ខ្ញុំគិតថាផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះមិនទូទាំងប្រទេសទេគឺតាមដោយតំបន់អញ្ចឹងអាជ្ញាធរក៏ដូចជាអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយមានទាំងកម្រិតថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្តពិសេសថ្នាក់ជាតិលោកអាចមានលទ្ធភាពក្នុងការចរចាក្នុងដំណើរការកិច្ចសហប្រតិបត្តិការជាមួយធនាគារឬក៏មីក្រូហិរញ្ញវត្ថុដែលកំពុងតែផ្ដល់នៅកម្ចីឬក៏ផ្ដល់នៅទុនសម្រាប់បងប្អូននៅតាមតំបន់មួយចំនួនដែលកំពុងតែរងគ្រោះដោយសារទឹកចំនួនឲ្យគាត់កង្វះខាតនៃការទទួលបាននៅប្រាក់ចំណូលហើយនឹងរកនៅប្រាក់ដើម្បីធ្វើការសងត្រឡប់ឬក៏បង់ការប្រាក់ហើយខ្ញុំគិតថាយោងទៅលើលក្ខខណ្ឌនិងស្មារតីមនុស្សធម៌ដែលទាំងធនាគារឬក៏មីក្រូហិរញ្ញវត្ថុនៅពេលដែលមានករណីគ្រោះមហន្តរាយកើតឡើងច្បាស់ណាស់គឺមានគោលការណ៍អនុគ្រោះហើយមានគោលការណ៍ពញាពេលតែអ្វីដែលអាចធ្វើបានគឺថាការអន្តរាគមន៍និងការលើកឡើងអំពីក្តីកង្វល់របស់អាជ្ញាធរពាក់ព័ន្ធទាំងកម្រិតថ្នាក់ខេត្តថ្នាក់ជាតិនិងថ្នាក់ស្រុកត្រង់ទៅកាន់ស្ថាប័នមីក្រូហិរញ្ញវត្ថុទាំងអស់ហ្នឹងគឺអាចជួយសម្រួលបានពិសេសគឺយើងមានវិធីសាស្ត្រមួយគេហៅថាការធ្វើអនុទានស្ដារឡើងវិញមានន័យថាពញាពេលដោយប្រការណាមួយសម្រាប់ផ្ដល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋក្នុងការសងត្រឡប់នៅពេលដែលទឹកចំនួនស្រកទៅហើយគាត់អាចប្រើប្រាស់ដីធ្លីក៏ដូចជាប្រើប្រាស់នៅធនធានរបស់គាត់ដើម្បីធ្វើការស្ដារឡើងវិញនៅគ្រោះមហន្តរាយទាំងអស់នឹងពោះថាអ្នកណាក៏មិនអាចជួយបានរឿងទី1រឿងទី2ក្តីកង្វល់នៃការអ្វីដែលគាត់ព្រួយបារម្ភខ្លាំងគឺតាក់ទងទៅនឹងការផ្ដល់ជំនួយសង្គមឬក៏ការផ្ដល់ជំនួយជាគ្រាប់ពូជឬក៏ជាពូជសត្វចិញ្ចឹមអីផ្សេងសម្រាប់ពួកគាត់ក្នុងការស្ដារពីព្រោះថាទឹកចំនួនគាត់បានបំផ្លាញនៅភោគផលបំផ្លាញនៅទុនបំផ្លាញនៅទ្រព្យសម្បត្តិបំផ្លាញនៅធនធានផ្សេងរបស់គាត់ដែលគាត់បានចំណាយអស់ហើយពិសេសក្នុងរបបកសិកម្មនេះគឺគាត់ប្រើប្រាស់ច្រើនណាស់ខ្ញុំយល់អំពីទស្សនវិជ្ជាដ៏លំបាកសម្រាប់បងប្អូនយើងអញ្ចឹងអាជ្ញាធរដែលមានអាជ្ញាធរគ្រោះមហន្តរាយគួរតែត្រៀមពូជទាំងអស់ហ្នឹងដែលជាតម្រូវការរួមជាមួយនឹងសម្ភារៈផ្សេងពិសេសគឺដូចជាបើសិនជាចង់ឲ្យគាត់បង្កើនផលកសិកម្មឬក៏ដាំដំណាំដាំដុះអីគួរតែមានធុងឬក៏មានអីហ្នឹងសម្រាប់ប្រើប្រាស់ស្រោចស្រពទាំងប្រកបមុខរបរកសិកម្មផ្សេងទៀតនេះគឺជាកត្តាចាំបាច់មួយដែលត្រូវគិតគូររឿងទី2គឺទីទួលសុវត្ថិភាពហើយនឹងស្បៀងអាហារគឺជាចំណុចសំខាន់ក្នុងដំណាក់កាលពេលបច្ចុប្បន្ននេះគឺថាมันអាចទៅរកទិញណាបានទេ
ហើយស្បៀងអាហារហ្នឹងគឺមានការខ្វះខាតណាស់ហើយដឹងហើយថាបងប្អូនប្រជាពលរដ្ឋយើងនៅតាមតំបន់ហ្នឹងគឺធ្វើស្រែហ្នឹងទុកតែគ្រាន់ម្ហូបឬក៏សម្រាប់ធ្វើពូជស្រូវប៉ុន្តែដល់ពេលមានការលិចលង់អញ្ចឹងគាត់ពិបាករកទិញហើយពិបាកទៅជិះទៅផ្សារណាអញ្ចឹងការផ្ដល់ស្បៀងអាហារគ្រឿងសង្កូវសម្ភារៈអីផ្សេងៗគឺជាកត្តាចាំបាច់បំផុតពិសេសគឺទឹកស្អាតសម្រាប់ប្រើប្រាស់រួមជាមួយនឹងថ្នាំពេទ្យសម្រាប់ព្យាបាលនៅពេលមានជំងឺរាករូសនេះគឺជាកត្តាចាំបាច់សម្រាប់បងប្អូនហើយខ្ញុំគិតថាចំណុចទាំងអស់នេះគឺត្រូវបានលើកឡើងរឿងដែលត្រូវគិតបន្ទាន់តទៀតនោះថាសូមឲ្យនៃការផ្ដល់នៅសេវាទានជំនួយសង្គ្រោះបន្ទាន់ជំនួយសង្គមអីផ្សេងដែលរដ្ឋាភិបាលផ្ដល់ឲ្យនេះសូមកុំមានការរើសអើងនៅនិន្នាការគណៈបកនយោបាយពីព្រោះថាគ្មានបងប្អូនប្រជាពលរដ្ឋណាម្នាក់ចង់ជួបនៅគ្រោះមហន្តរាយគ្រោះធម្មជាតិដែលកើតឡើងដែលយើងមិនអាចព្យាករបាននេះទេនេះគឺជាចំណុចមួយដែលត្រូវគិតហើយខ្ញុំគិតទៀតថាគោលនយោបាយកិច្ចគំពីសង្គមរបស់រដ្ឋាភិបាលគឺធ្វើការជួយដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះនឹងហានិភ័យផ្សេងៗហ្នឹងដោយមិនគិតអំពីនិន្នាការគឺគិតតែទៅលើធ្វើម៉េចស្ដារឲ្យមានជីវភាពប្រសើរឡើងផងដែរបាទចាលោកថេងសវឿនចាតតតនឹងទឹកជំនន់នេះចាម្សិលមិញហ្នឹងគឺយើងដឹងទាំងអស់គ្នាហើយថារដ្ឋមន្ត្រីក្រសួងកសិកម្មលោកវែងសុខុនហ្នឹងត្រូវដកចេញពីតំណែងចាអាចថាមូលហេតុចម្បងហ្នឹងគឺតកតនឹងវិធានការរបស់រដ្ឋាភិបាលចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នឹងឯងតកតនៅទឹកចំនួននឹងទៀតសោតហ្នឹងក៏នេះមិនមែនជាលើកទី1ទេហើយក៏មិនមែនមានតែរដ្ឋមន្ត្រីកសិកម្មលោកវែងសុខុនមួយរូបដែរដែលគាត់ត្រូវទទួលខុសត្រូវកន្លងមកហ្នឹងប៉ុន្តែការដកលោកវែងសុខុននៅពេលនេះនឹងថាតើយើងអាចនិយាយបានថាម៉េចទៅថាតើដោយសារតែទឹកចំនួននឹងមានទំហំធំធេងគាត់មិនបានជួយដល់ប្រជាពលរដ្ឋនឹងដិតដល់បើប្រៀបធៀបជាមួយនឹងរដ្ឋមន្ត្រីផ្សេងទៀតដែលធ្វើការនេះពេលកន្លងមកហ្នឹងទេឬក៏យ៉ាងម៉េចចាស់កន្លែងនេះលោកថេងសវឿនសម្រាប់ខ្ញុំបើមើលពីវិសាលភាពខ្ញុំគិតថាក្រសួងកសិកម្មមានវិសាលភាពធំអាហ្នឹងគឺជាអត្ថប្រយោជន៍ខ្ពស់នៃការទទួលខុសត្រូវខ្ពស់ជាងគេពីព្រោះគាត់ត្រូវធ្វើការស្ដារឡើងវិញគាត់ត្រូវគិតគូរអំពីផែនការផ្ដល់នៅក្របពួយក្របអីហ្នឹងគឺជាសមត្ថកិច្ចរបស់ក្រសួងកសិកម្មហើយមួយវិញទៀតជំនួយសង្គមគេហៅថាជំនួយសង្គ្រោះត្រូវដូចជាក្របពួយដូចជាស្បៀងអាហារអីហ្នឹងគឺជាកាតព្វកិច្ចរបស់ក្រសួងកសិកម្មដែលត្រូវដឹកនាំហើយត្រូវប្រើប្រាស់នៅសេនាធិការរបស់រដ្ឋដូចជាអាជ្ញាធរខេត្តអាជ្ញាធរឃុំសម្រាប់ធ្វើការឆ្លើយតបនឹងដោះស្រាយបើទោះបីជាមានអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយការដោះស្រាយប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការពីព្រោះថាការចែកវិស័យនៃការទទួលខុសត្រូវរបស់រដ្ឋមន្ត្រីនីមួយៗទៅតាមផ្នែកមួយៗជាចាំបាច់ប៉ុន្តែរឿងដែលត្រូវគេហៅថាដឹកនាំចម្បងដែលលុះយុទ្ធសាស្ត្រហ្នឹងគឺជាការងាររបស់ផ្នែកកសិកម្មហ្នឹងហើយគឺត្រូវតែប្រមូលទិន្នន័យថាតើខូចខាតនៅផលដំណាំធ្វើការប៉ាន់ប្រមាណអំពីការខូចខាតនិងធ្វើការប៉ាន់ប្រមាណអំពីតម្រូវការចាំបាច់និងតម្រូវការដោះស្រាយបន្ទាន់ហ្នឹងគឺក្រសួងកសិកម្មហ្នឹងហើយពីព្រោះហេតុអីត្រង់ថាប្រជាពលរដ្ឋទាំងអស់ដែលនៅរស់នៅក្នុងការប្រកបមុខរបរបច្ចុប្បន្នហ្នឹងគឺការប្រកបមុខរបរវិស័យកសិកម្មហ្នឹងឯងអញ្ចឹងសម្រាប់រដ្ឋមន្ត្រីឬក្រសួងពាក់ព័ន្ធផ្សេងៗទូយ៉ាងដូចក្រសួងសេដ្ឋកិច្ចអីគាត់ចាំជាអ្នកផ្ដល់នៅមធ្យោបាយឬក៏ផ្ដល់នៅថវិកាទេប៉ុន្តែបើអាចតាមនីតិវិធីអាចផ្ដល់នៅថវិកាបានលុះត្រាតែមានការអ្នកណាគេជាអ្នកស្នើអ្នកណាគេជាអ្នកប៉ាន់តម្លៃអ្នកណាគេជាអ្នកវាយតម្លៃអំពីហេតុផលនិងទំហំនៃផលប៉ះពាល់អញ្ចឹងគឺកាតព្វកិច្ចមន្ត្រីក្រសួងកសិកម្មក៏ដូចជាក្រសួងអភិវឌ្ឍជនបទខ្ញុំគិតថាក្រសួងអភិវឌ្ឍជនបទក៏ពាក់ព័ន្ធខ្លាំងដែរហើយនឹងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុរួមជាមួយអាជ្ញាធរស្រុកខេត្តហ្នឹងគឺត្រូវតែធ្វើការជាមួយគ្នាដោយសស័កសស្រាំហើយបើមែនតើគ្មានដេកមានពុនក្នុងការងារទូនាទីជាអ្នកទទួលខុសត្រូវខ្ពស់ក្នុងការស្ដារឡើងវិញនៅវិស័យកសិកម្មស្ដារឡើងវិញនៅមុខរបរស្ដារឡើងវិញនៅជីវភាពអាហ្នឹងជារឿងចាំបាច់ដែលទាមទារឲ្យមានយុទ្ធសាស្ត្រយុទ្ធសាស្ត្របង្ការយុទ្ធសាស្ត្រត្រៀមទុកនិងយុទ្ធសាស្ត្រក្នុងការឆ្លើយតបនៅពេលដែលមានការជួបនៅគ្រោះមហន្តរាយឬក៏ហានិភ័យដែលកើតឡើងនៅលើវិស័យហ្នឹងប៉ុន្តែបើសិនជាបញ្ហានឹងកើតនៅក្នុងទីក្រុងខ្ញុំគិតថាមិនមែនជាកាតព្វកិច្ចនៅក្នុងទីនេះគឺជាអាជ្ញាធរនៅក្នុងរាជធានីឬក៏អីចឹងទៅប៉ុន្តែកាលណានៅក្នុងខេត្តគឺក្រៅតែពីអាជ្ញាធរស្រុកខេត្តក៏គឺក្រសួងហ្នឹងហើយដែលដើរតួនាទីជាសេនាធិការក្នុងការសម្របសម្រួលកិច្ចការងារថ្នាក់ជាតិដើម្បីឲ្យថវិកាឬក៏ធនធានឬក៏លក្ខខណ្ឌឬក៏តម្រូវការចាំបាច់របស់ប្រជាពលរដ្ឋអាចទទួលបានលុះត្រាតែមានសេនាធិការថ្នាក់ជាតិដែលដើរតួនាទីសំខាន់សម្រាប់កិច្ចការងារនេះអញ្ចឹងខ្ញុំគិតថាជាគំរូមួយសម្រាប់រដ្ឋមន្ត្រីក្រសួងផ្សេងហើយនឹងសម្រាប់មន្ត្រីខេត្តមន្ត្រីស្រុកនិងមន្ត្រីឃុំដែលទៅមានកាតព្វកិច្ចជាមន្ត្រីសាធារណៈមានទំនួលខុសត្រូវខ្ពស់ក្នុងការទទួលដោះស្រាយនៅពេលដែលជួបវិបត្តិនៅបញ្ហាផ្សេងពីព្រោះថាមានទាំងអស់ហ្នឹងមានចែងនៅក្នុងគោលការណ៍ទាំង
ច្បាប់សហលក្ខខណ្ឌមន្ត្រីរាជការនិងកិច្ចការងារសាធារណៈដែលមន្ត្រីត្រូវមានទំនួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋពិសេសគឺចំពោះម្ចាស់ឆ្នោតនិងប្រជាពលរដ្ឋដែលខ្លួនកាន់កាប់រឿងទី1រឿងទី2ក៏ជាការបង្ហាញនៅការទំនួលខុសត្រូវដែរដែលលោកនាយករដ្ឋមន្ត្រីគាត់បានបញ្ចប់មុខតំណែងនេះហើយនឹងអាចនឹងផ្ដល់លទ្ធភាពឬក៏ឱកាសដល់អិសរាជជនណាដែលមានសមត្ថភាពមានទាំងយុទ្ធសាស្ត្រវិធីសាស្ត្រក្នុងការដោះស្រាយនិងការឆ្លើយតបពីព្រោះថាយើងមើលប្រទេសសេរីផ្សេងៗនៅពេលដែលមិនមានដំណោះស្រាយឬក៏មិនអាចដោះស្រាយបញ្ហារដ្ឋមន្ត្រីផ្សេងៗគេមិនរងចាំរហូតដល់យុរដ្ឋមន្ត្រីសភាឬក៏គេដេញចេញអីទេគឺដាក់លិខិតលាឈប់ឯងហ្មងអញ្ចឹងក្នុងទំនួលមន្ត្រីមុខងារសាធារណៈបើសិនជាខ្ញុំវិញខ្ញុំមិនអាចដោះស្រាយបញ្ហាបានខ្ញុំនឹងដាក់លិខិតលាឈប់ដោយមិនចាំបាច់រងចាំការបញ្ឈប់ទេពីថ្នាក់ដឹកនាំឬក៏ការសម្រេចចិត្តណាមួយទេពីព្រោះថានេះគឺជាទំនួលខុសត្រូវដែលយើងត្រូវធ្វើកិច្ចការងារហើយសំណួរខ្ញុំសួរទៅវិញដែរទាក់ទងនឹងការឆ្លើយតបនឹងការដោះស្រាយបញ្ហាខ្ញុំគិតថាវិស័យកសិកម្មបញ្ហាទឹកចំនួនកើតមិនមែនតែត្រឹមក្នុងអាណត្តិលោករដ្ឋមន្ត្រីក្រសួងកសិកម្មវ័យសកលនេះមានទាំងមុនមកដែរសំណួរសួរថាតើបញ្ហាមុនដោះដោយរបៀបណាយើងអាចរៀនសូត្របានអញ្ចឹងយើងមិនអាចទម្លាក់តែបន្ទុកមកខាងទៅលើគាត់ទេគឺថាលុះត្រាតែមានការសម្របសម្រួលកិច្ចពិភាក្សាទាំងសងខាងនៃការទទួលខុសត្រូវតាមមុខងារតាមទូនាទីនិងឋានានុក្រមរបស់រៀងខ្លួនប៉ុន្តែសេនាធិការត្រូវដើរទូនាទីក្នុងការសម្របសម្រួលថ្នាក់ជាតិគឺក្រសួងកសិកម្មនឹងឯងបាទចាលោកថេងសវឿនតកតងនឹងវិធានការរបស់រដ្ឋាភិបាលនេះតើអ្វីខ្លះទៅជាតម្រូវការបន្ថែមទៀតពីព្រោះថាលោកសវឿនបានលើកឡើងហើយពីរឿងស្បៀងអាហារពីរឿងជំនួយសង្គ្រោះបន្ទាន់ពីរឿងថ្នាំពេទ្យអីអស់ហ្នឹងហើយការស្ដារឡើងវិញនៅសេដ្ឋកិច្ចក្រោយទឹកជំនន់អីហ្នឹងតើមានរឿងអ្វីផ្សេងទៀតដែលត្រូវដោះស្រាយទេដើម្បីសម្រួលទៅដល់កសិករបន្ថែមទៀតពីព្រោះថាកសិករហ្នឹងស្រួចមុតហើយពេលនេះគឺពួកគាត់ហ្នឹងតើជួបបញ្ហាលំបាកបែបនេះគាត់អាចនឹងធ្វើចំណាក់ស្រុកគាត់អាចនឹងទៅរកការងារធ្វើនៅក្រៅប្រទេសហើយក៏ជួបការលំបាកនឹងបន្ថែមទៀតដោយសារតែនៅក្នុងស្រុកហ្នឹងអាចនឹងខ្វះកម្លាំងពលកម្មមើលថែកុមារតូចអីចឹងទៅហើយរឿងរ៉ាវអីផ្សេងទៀតកើតឡើងច្រើនណាស់នៅក្រៅពេលដែលពួកគាត់ធ្វើចំណាក់ស្រុកអស់នឹងតើគួរតែមានវិធានការអ្វីបន្ថែមទៀតដែរទេចា៎សម្រាប់ខ្ញុំក្រៅតែពីអ្វីដែលខ្ញុំលើកឡើងនៅចំណុចអត្ថភាព3ទៀតដែលជាចំណុចកន្លឹះនៃគូកិច្ចពិចារណាចំណុចទី1គឺថានៅពេលដែលផ្ដល់នៅពុនទុនក្របពូជអីគាត់អាចដាំដុះហើយគឺត្រូវតែរៀបចំអំពីខ្សែសង្វាក់ផលិតកម្មទីផ្សារដើម្បីធានាថាទីផ្សារមានឈ្មួញឬក៏មានប្រព័ន្ធចែកចាយសម្រាប់ទិញនឹងឲ្យអាចពួកគាត់នឹងលក់ដូរនៅផលិតផលដែលគាត់អាចដាំដុះបានដើម្បីឲ្យពួកគាត់នឹងទទួលបាននៅប្រាក់កម្រៃឬក៏ប្រាក់ចំណូលសងត្រឡប់ទៅវិញអាហ្នឹងគឺជាចំណុចមួយគឺការរៀបចំប្រព័ន្ធទីផ្សារខ្សែសង្វាក់ផលិតកម្មទីផ្សារនេះគឺជាកត្តាចាំបាច់មួយដែលត្រូវតែអាជ្ញាធរធ្វើការដោះស្រាយទាក់ទងទៅនឹងប្រព័ន្ធវិស័យកសិកម្មរឿងទី2គឺការគ្រប់គ្រងទៅនឹងទុនបច្ចេកទេសក្នុងការកែច្នៃផលិតផលដែរគឺជាចំណុចមួយដែលគូកិច្ចពិចារណាពីព្រោះថាជួនកាលបើសិនជាទីផ្សារចាល់ខ្ញុំលើកឧទាហរណ៍ថាករណីមានបើចាល់ហើយតែយើងគូកិច្ចយ៉ាងម៉េចព្រោះថាហ្នឹងវាមានតែតាមរដូវអីចឹងចោះតើយើងអាចកែច្នៃឬក៏ធ្វើមិនទុកដើម្បីឲ្យធានាថាផលិតផលរបស់គាត់នឹងនៅតែអាចលក់បានអាហ្នឹងជាចំណុចសំខាន់ហើយចុងក្រោយនេះគឺថាការលើកកម្ពស់អំពីហេដ្ឋារចនាសម្ព័ន្ធទៀងការស្ដារបន្លាយស្ដារនៅអាងស្តុកទឹកក៏ដូចជាការធ្វើនៅផ្លូវដើម្បីជាកន្លែងដឹកជញ្ជូនឬក៏បន្តស្តុកទឹកឬក៏ទូទឹកចាលោកថេងសវឿនឮពីខាងនេះខ្ញុំទេចានេះខ្ញុំមិនឮពីខាងលោកថេងសវឿនទេចាប្រហែលជាបញ្ហាអ៊ីនធឺណិតនៅខាងលោកថេងសវឿនខ្សោយដែលយើងមិនអាចឮពីខាងលោកបានចាលោកនាងជាទីមេត្រីចាយើងកំពុងតែជជែកពិភាក្សាគ្នាចាគឺនៅក្នុងបទសម្ភាសន៍រវាងនាងខ្ញុំជាមួយនឹងលោកថេងសវឿនចាដែលលោកថេងសវឿនគឺជាប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជាចានាងខ្ញុំកំពុងតែសម្ភាសន៍លោកថេងសវឿនតាក់ទងនឹងបញ្ហាទឹកជំនន់ដែលប៉ះពាល់ទៅដល់កសិករនិងផលដំណាំរាប់ម៉ឺនហិកតាហើយប្រជាកសិករកំពុងតែដង្ហើយហៅអាជ្ញាធរមានសមត្ថកិច្ចចាឲ្យផ្ដល់ស្បៀងអាហារផ្ដល់នៅទុនរួមនឹងធ្វើយ៉ាងណាឲ្យធនាគារដែលជាម្ចាស់បំណុលហ្នឹងបន្ធូរបន្ថយសម្រាលការទារប្រាក់ពីពួកគាត់មួយរយៈសិនដើម្បីឲ្យពួកគាត់នឹងអាចងាកមកប្រកបរបរឡើងវិញសិននៅក្រៅគ្រោះទឹកជំនន់ចាហើយជាមួយគ្នានេះដែរចារដ្ឋាភិបាលបានប្រកាសថាកំពុងតែផ្ដល់នៅជំនួយទៅដល់ប្រជាពលរដ្ឋហើយក្នុងនោះក៏មានការធានាផ្ដល់ពូជដាំដុះទៅដល់ប្រជាពលរដ្ឋដែរចាលោកថេងសវឿនឮពីខាងនេះខ្ញុំទេចាបាទឮច្បាស់បាទ
ចាមិញនឹងដាច់ទៅបាត់ទៅចាលោកថៃសវឿនយើងងាកមកទៅជែកគ្នាពីរឿងផ្ដល់ជំនួយសង្គ្រោះនេះបន្ថែមបន្តិចទៀតទៅតើមកដល់ពេលនេះលោកថៃសវឿនសង្កេតឃើញថាយ៉ាងម៉េចតើជំនួយក្រោយពីរដ្ឋាភិបាលបានប្រកាសថាផ្ដល់ជំនួយផ្ដល់អីហ្នឹងតើកសិករបានទទួលហើយឬនៅហើយពួកគាត់នឹងអាចដោះស្រាយជីវភាពបានហើយឬនៅឬក៏នៅតែមានភាពខ្វះខាតនៅឡើយទេនៅពេលដែលទឹកជំនន់នឹងបានជន់លិចតំបន់ជាច្រើននៅក្នុងខេត្តចំនួន22ឯណោះហ្នឹងចាសម្រាប់ខ្ញុំគាត់ថាពេលបច្ចុប្បន្នប្រជាពលរដ្ឋតាមសេចក្តីរាយការណ៍គឺគាត់អាចបានទទួលនៅជំនួយបន្ទាន់ហ្នឹងគឺផ្ដោតទៅលើស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ខ្លះប៉ុន្តែតំបន់ខ្លះមិនទាន់ទៅដល់ទេអាស្រ័យទៅលើលទ្ធភាពនិងសមត្ថភាពនៃការចាត់ចែងរបស់អាជ្ញាធរកម្រិតមូលដ្ឋានឧទាហរណ៍តំបន់ណាខ្លះដែរលោកសុគឿនចាតំបន់នៅតាមបណ្ដោយទន្លេមេគង្គខ្ញុំបានទទួលបានព័ត៌មាននៅតំបន់បណ្ដោយទន្លេមេគង្គណាទាំងមេគង្គលើមេគង្គក្រោមនៃខេត្តហ្នឹងក៏ទទួលបានហើយមួយចំណែកនៃតំបន់ខេត្តកំពង់ឆ្នាំងពោធិ៍សាត់អីហ្នឹងគឺគាត់បានទទួលនៅខ្លះផងដែរហើយខ្ញុំគិតថាទោះបីយ៉ាងណាប្រហែលជាការគិតនឹងសន្និដ្ឋានរបស់ខ្ញុំទេធម្មតាជំនួយនៃការសង្គ្រោះបន្ទាន់ហ្នឹងគឺគេគិតទៅដំណាក់កាលមានន័យថាឥឡូវហ្នឹងគឺគេនឹងវាតម្លៃពីព្រោះវាមិនអាចធ្វើដំណើរបានទេអញ្ចឹងតាមទូកអញ្ចឹងគិតថាអាហារទូត្រីសាច់អីជាដើមហ្នឹងឆ្នាំពេទ្យហ្នឹងគឺជាជំនួយដែលត្រូវក្នុងដំណាក់កាលនៃការលិចលង់ប៉ុន្តែតទៅពីលិចលង់ប្រហែលជាការជំនួយគ្រាប់ពូជនៃការស្ដារឡើងវិញហ្នឹងនឹងត្រូវបានពិចារណានិងគិតឡើងវិញដោយសារតែវាត្រូវការពេលវេលានៃការដឹកជញ្ជូនហើយនឹងស្ថានភាពផ្លូវដែកព័ន្ធរបស់ខ្លះត្រូវលិចទឹកឬក៏ដាច់ទោះបីជាយើងប្រើទូកឬក៏កណូតក៏ដោយប៉ុន្តែវាមិនអាចដឹកបានដោយការប្រើប្រាស់នៅយានជំនិះនៅលើផ្លូវគោកបានទេបាទចាអរគុណច្រើនលោកថេងសាវឿនចាយើងនឹងតាមដានបន្តទៅទៀតហើយរឿងទឹកជំនន់នេះមិនទាន់ចប់ទៅទៀតនៅឡើយទេចាហើយយើងសង្ឃឹមថាប្រជាប្រដ្ឋដែលកំពុងតែជួបរងគ្រោះនេះនឹងទទួលបានជំនួយសង្គ្រោះហើយទាន់ពេលវេលាថែមទៀតចាសូមជម្រាបលាលោកថេងសាវឿនត្រឹមប៉ុណ្ណេះចាជូនពរលោកសុខភាពល្អចាអរគុណសូមជម្រាបលាបងចាលោកនាងកញ្ញាជាទីមេត្រីចាយើងងាកទៅព័ត៌មាននៅឯខេត្តបាត់ដំបងឯណោះចាតកតងនឹងអាជ្ញាធរប្រារព្ធពិធីប្រណាំងទូកចាអាជ្ញាធរខេត្តបាត់ដំបងរៀបចំពិធីប្រណាំងទូកចំនួន2ថ្ងៃនៅក្នុងស្ទឹងសង្កែខេត្តក្រុងបាត់ដំបងដែលមានមនុស្សចូលទស្សនារាប់ម៉ឺននាក់នៅថ្ងៃទី9និងទី10ខែតុលាអាជ្ញាធរខេត្តបាត់ដំបងលើកឡើងថាការប្រារព្ធពិធីនេះឡើងគឺដើម្បីបង្កើតភាពសប្បាយរីករាយទៅដល់ពលរដ្ឋនិងអភិរក្សវប្បធម៌ប្រពៃណីជាតិចាមន្ត្រីរដ្ឋបាលខេត្តនេះបញ្ជាក់ថាពិធីនេះមានទូកចំនួន35ទូកមកពីបណ្ដាស្រុកនៅក្នុងខេត្តនិងក្រៅខេត្តហើយមានកីឡាករកីឡាការិនីជាង 12000 នាក់ចូលរួមប្រណាំងទូកចាមន្ត្រីរដ្ឋបាលខេត្តបាត់ដំបងទទួលបន្ទុករៀបចំប្រណាំងទូកគឺលោកហុងឆេតប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី9ខែតុលាថាពលរដ្ឋមកចូលរួមទស្សនាប្រណាំងទូកមានប្រមាណ 40000 នាក់នៅថ្ងៃទី9ខែតុលានេះលោកបន្តថាឆ្នាំនេះចំនួនអ្នកទស្សនាច្រើនជាងឆ្នាំមុនដោយសារតែការអាក់ខានប្រណាំងទូកនៅក្នុងខេត្តបាត់ដំបងនេះអស់រយៈពេល2ឆ្នាំកន្លងទៅដែលបណ្ដាលមកពីវិបត្តិជំងឺ Covid-19ឆ្នាំនេះច្រើនណាស់បងឆ្នាំនេះច្រើនជាងបងឆ្នាំនេះច្រើនណាស់បងពេញអស់ហើយបងនៅម៉ោងប៉ុណ្ណេះស្មាននេះប៉ុណ្ណេះបងសម្រាប់តិចទៀតច្រើនជាងនេះទៀតបងពេញអស់ហើយតាមហ្នឹងទៅបាទនៅពេលយប់លោកមាននៅពេលល្ងាចឲ្យកម្មវិធីអំទូទៅមានពិធីបណ្ដែតទីយើងមានការបណ្ដែតទីដឹកនាំដោយអាដាមខេត្តទីអង្គទៀតប្រជាពលរដ្ឋអាចចូលរួមបណ្ដែតនៅដើមស្ទឹងស្ពាន13មករាទល់មុខសាលាខេត្តយើងតែម្ដងចាកន្លងមកខេត្តបាត់ដំបងតែងតែប្រារព្ធពិធីបុណ្យអុំទូកនៅស្ទឹងសង្កែនៅមុខផ្សារធំជារៀងរាល់ឆ្នាំនៅពេលដែលមានពិធីចេញព្រះវស្សាចាចំណែកខេត្តមួយចំនួនទៀតនៅក្នុងការប្រារព្ធពិធីនេះចាចំណែកនៅក្នុងខេត្តមួយចំនួនទៀតក៏មានការប្រារព្ធពិធីនេះដែរដូចជានៅខេត្តកណ្ដាលខេត្តឧត្តរមានជ័យខេត្តកំពង់ស្ពឺខេត្តកំពង់ធំនិងខេត្តសៀមរាបជាដើមលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាសេចក្តីរាយការណ៍នៅក្នុងខេត្តបាត់ដំបងនេះដែរចាប៉ុន្តែតកតងនឹងពលករខ្មែរដែលធ្វើចំណាក់ស្រុកទៅរកការងារធ្វើនៅក្នុងប្រទេសថៃវិញចាពលករចំណាក់ស្រុកខ្មែរទៅធ្វើការនៅប្រទេសថៃចាចោតអាជ្ញាធរច្រកព្រំដែនអន្តរជាតិដងនៅក្នុងខេត្តបាត់ដំបងនេះថាជំរិតទារប្រាក់ពួកគាត់នៅពេលឆ្លងដែន
មន្ត្រីសង្គមស៊ីវិលយល់ថាបញ្ហានេះគឺកើតឡើងដដែលដោយសារតែរដ្ឋាភិបាលគ្មានចំណាត់ការជាក់លាក់នៅក្នុងការបង្ក្រាបអំពើពុករលួយដែលចាក់ឫសយ៉ាងជ្រៅនិងរឹងមាំនៅក្នុងតាមច្រកព្រំដែនចាលោកសនច័ន្ទរដ្ឋាមានសេចក្តីរាយការណ៍អំពីរឿងនេះពលករខ្មែរធ្វើការនៅខេត្តឈុំបុរីប្រទេសថៃលើកឡើងថាអាជ្ញាធរទាំងថៃនិងខ្មែរនៅច្រកព្រំដែនអន្តរជាតិដូងក្នុងខេត្តបាត់ដំបងបានជំរឿនទីប្រាក់ខុសច្បាប់ពីពលករឆ្លងព្រំដែនពលករថាពួកគេអត់ចំនួនសម្រាប់មន្ត្រីច្រកអន្តរជាតិដូងដែលមិនបានបំពេញតួនាទីបម្រើប្រតិក្រិតដែលត្រូវការងារធ្វើនៅក្រៅប្រទេសរកប្រាក់ចិញ្ចឹមជីវិតពលករខ្មែរធ្វើការនៅខេត្តឈុំបុរីលោកដាំសុធីប្រាប់វិទ្យុអេស៊ីសរ៉ៃថ្ងៃទី9ដុល្លារថាលោកឈឺចាប់ដែលអាជ្ញាធរនៅតំបន់ព្រំដែនជំរឿនទីប្រាក់ពីលោកដែលខំប្រឹងរកទាំងយប់ទាំងថ្ងៃដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារលោកបន្តថាការចំណាយប្រចាំថ្ងៃគឺលោកចាយវាត្បិតត្បៀតបើជាត្រូវមន្ត្រីច្រកខុបខិតគ្នាជំរឿនទីប្រាក់ពីលោកដែលមិនមានការខ្មាស់អៀនលោកដាំសុធីអះអាងថាអាជ្ញាធរព្រំដែនបានទីប្រាក់ពីលោក 1,600 បាតក្នុងពេលដែលលោកឆ្លងដែនទៅប្រទេសថៃតាមច្រកអន្តរជាតិដូងកាលពីថ្ងៃទី8ដុល្លារលោកដាំសុធីបញ្ជាក់ថាកន្លងមកលោកចំណាយត្រឹមតែ10បាតឬស្មើនឹង 1,300 រៀលប៉ុណ្ណោះដើម្បីឆ្លងព្រំដែននៅច្រកអន្តរជាតិដូងគឺវាអត់សមណាមួយយើងធ្វើប៉ាសពើមានគ្រប់គ្រាន់អស់ហើយយើងត្រូវទិញសម្បត្តិបើស្នាច់ចំណេញផ្លូវឡែមយើងត្រូវទិញសម្បត្តិតែ10បាតយើងដើរចូលបានហ្នឹងបងតែអានេះវាខុសពីមុនគឺសម្រាប់ចំណាប់អារម្មណ៍របស់បងប្អូនគឺអត់សមទេបងមិនមែនតែបងប្អូនទេដែលថាអ្នកមិនសមវាទូទាំងដែលខ្ញុំជួបមិនសមវិញតែគេថាអត់ហ៊ានប្រកែកអត់ហ៊ានលូទេពេលដែលបងប្អូនបែកបងប្អូនតវ៉ាគេថាគេនឹងដេញបងប្អូនចេញពីក្រុមដើម្បីឲ្យទៅក្រទៀតទៅអ្នកដែលគ្នាបងប្អូននេះគេប្រាប់បងប្អូនថាយើងមិនតវ៉ាមិនអីនឹងគេទេឲ្យគេប្រទេសក៏យកឲ្យទៅឲ្យតែយើងបានឡើងដល់ថៃអញ្ចឹងណាបងវិទ្យុអេស៊ីសរ៉ៃមិនតន់អាចតទៅមន្ត្រីច្រកព្រំដែនអន្តរជាតិដូងលោកផាន់វរៈនិងអភិបាលខេត្តបាត់ដំបងលោកសុកលូដើម្បីសូមអត្ថាធិប្បាយពីរឿងនេះបានទេនៅថ្ងៃទី9ដុល្លារដោយទូរស័ព្ទចូលគ្មានអ្នកទទួលប៉ុន្តែកាលពីថ្ងៃទី22កក្កដាក៏មានពលរដ្ឋបង្ហោះតាមបណ្ដាញសង្គម Facebook ទាក់ទងនឹងការចម្រិតទីប្រាក់ពីពលករឆ្លងដែនតែត្រូវបានការិយាល័យច្រកព្រំដែនបដិសេធកាលពីថ្ងៃទី23កក្កដាជុំវិញរឿងនេះប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោកដិនពធីមានប្រសាសន៍ថាមន្ត្រីច្រកព្រំដែនមិនត្រូវទីប្រាក់ពីពលរដ្ឋទេហើយបើសិនជាតម្រូវបងប្រាក់មន្ត្រីច្រកព្រំដែនត្រូវជាមេកាយប័ត្របងប្រាក់ដែលចេញពីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុលោកបន្តថាកន្លងមកអាជ្ញាធរមិនថាខាងខ្មែរនិងថៃទេតែអ្នកមនុស្សចាំទារលុយពីពលករហើយគ្មានការកែប្រែនោះទេលោកដិនពធីអាងថាការទារប្រាក់ភាគច្រើនគឺជនជាតិខ្មែរប៉ុន្តែសម្រាប់ជនបរទេសគឺមន្ត្រីទាំងនេះមិនហ៊ានទាមទារនោះទេលោកដិនពធីក្រុងពិភាក្សាជាមួយពលករនិងកម្មករដាក់ញត្តិទៅរដ្ឋាភិបាលថៃនិងខ្មែរដើម្បីដោះស្រាយបញ្ហានេះលោកដិនពធីយល់ថាថ្នាក់លើមិនមែនមិនដឹងពីបញ្ហានេះទេប៉ុន្តែហាក់គ្មានយន្តការច្បាស់លាស់ក្នុងការជួយដល់ប្រកខ្មែរក្នុងពេលឆ្លងដែនគួរតែរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ពាក់ព័ន្ធនឹងរឿងហ្នឹងបើមិនចាត់ការទេគឺជនរងគ្រោះជាពលករកម្មករនៅច្រកគ្រប់ច្រកអស់គឺបញ្ហាគ្រប់ប្រភេទហ្នឹងហើយអ្នកក្រអ្នកលំបាកគ្នារត់ទីគ្នាជិះចូលគេចាត់ចម្រិតចូលលុយតាមតែអំពើចិត្តហើយមិនដឹងថាតវ៉ាណាទេព្រោះដោយសារតែពួកគាត់ធ្វើដំណើរផ្លូវឆ្ងាយត្រូវតែគេអត់គេទីអានឲ្យគេទៅអាហ្នឹងគឺអញ្ចឹងឯងគាត់ចង់ទៅឲ្យដល់គោលដៅរបស់គាត់ទោះបីចំណាយមែនតែក៏អត់គិតដែរប៉ុន្តែគាត់ថានេះគឺធ្វើបាបពលរដ្ឋខ្លួនឯងហួសហេតុពេកហើយរដ្ឋាភិបាលមិនគួរតែបដិសេធទៅដល់អញ្ចឹងទេទាំងរដ្ឋាភិបាលថៃរដ្ឋាភិបាលកម្ពុជាហ្នឹងកន្លងមកពលរដ្ឋខ្មែរព្រំដែនជាកម្មករនិងប្រណខេត្តបាត់ដំបងត្អូញត្អែពីបញ្ហាជីវភាពនិងការចម្រើទីប្រាក់ពីពលមន្ត្រីច្រកអន្តរជាតិដូងប៉ុន្តែស្ថាប័នពាក់ព័ន្ធអាជ្ញាធរខេត្តហាមណាពើហើយរកដំណោះស្រាយសម្រាប់ពលករចំណាក់ស្រុកនោះទេសង្គមស៊ីវិលយល់ឃើញថាការប្រព្រឹត្តអំពើពុករលួយរបស់មន្ត្រីនគរបាលអន្តរប្រវេសន៍និងគយនៅតាមច្រកអន្តរជាតិដូងព្រំដែនខេត្តបាត់ដំបងទាំងអាជ្ញាធរថៃនិងខ្មែរក្រោមរូបភាពចម្រើទីលុយនៅច្រកព្រំដែននៅតែបន្តកើតមានលោកថាសកម្មភាពទាំងនេះរឹតតែមានឥទ្ធិពលខ្លាំងហើយគ្មានអាជ្ញាធរថ្នាក់ជាតិណាអើពើត្រួតពិនិត្យនឹងចាត់វិធានការលើមន្ត្រីទាំងនេះបានទេបើទោះបីជាមានការផ្សព្វផ្សាយតាមសារព័ត៌មានហើយក៏ដោយខ្ញុំសនចាររថា វិទ្យុអេស៊ីសរ៉ៃរាយការណ៍ពីរដ្ឋធានីវ៉ាស៊ីនតោន ចាលោកនាងកញ្ញាជាទីមេត្រីចានៅក្នុងឱកាសនេះដែរចានេះខ្ញុំសូមថ្លែងអំណរគុណដល់លោកនាងដែលតែងតែមានភក្ដីភាពចំពោះការផ្សាយរបស់យើងហើយចាត់ទុកការស្ដាប់វិទ្យុអាស៊ីសេរីនេះចាគឺជាផ្នែកមួយនៃសកម្មភាពប្រចាំថ្ងៃរបស់លោកអ្នកនាងចាមានអ្នកស្ដាប់មានអ្នកទស្សនាកាន់តែច្រើនកាន់តែធ្វើឲ្យយើងខ្ញុំមានទឹកចិត្តកាន់តែខ្លាំងថែមទៀតចានៅក្នុងការស្វែងរកព័ត៌មាននិងផ្សព្វផ្សាយព័ត៌មានពិតជូនលោកអ្នកនាងចាមានអ្នកស្ដាប់មានអ្នកទស្សនាឬក៏ការគាំទ្ររបស់លោកអ្នកនាងនេះហើយចាកាន់តែធ្វើឲ្យយើងខ្ញុំមានភាពស្វាហាប់មោះមុតជាបន្តទៅទៀតយើងខ្ញុំសូមអរគុណលោកអ្នកនាងទុកជាមុនហើយសូមអញ្ជើញលោកអ្នកនាងជួយជំរុញឲ្យសកម្មភាពផ្សព្វផ្សាយព័ត៌មានរបស់វិទ្យុអាស៊ីសេរីនេះចាកាន់តែជោគជ័យថែមទៀតចាលោកអ្នកនាងអាចជួយយើងខ្ញុំបានដោយគ្រាន់តែចុចចែករំលែកការផ្សាយរបស់វិទ្យុអាស៊ីសេរីចានៅតាមបណ្ដាញសង្គម Facebook និង YouTube ចាដើម្បីឲ្យការផ្សាយរបស់វិទ្យុអាស៊ីសេរីនេះបានទៅដល់មនុស្សកាន់តែច្រើនចាសូមអរគុណ
ចាលោកនាងជាទីមេត្រីសេចក្តីរាយការណ៍ពីខេត្តកំពង់ស្ពឺឯណោះឲ្យដឹងថាតំណាងប្រជាសហគមន៍ព្រៃមេតាធម្មជាតិលើកឡើងថាពួកគេអស់ជំនឿលើអភិបាលខេត្តកំពង់ស្ពឺក្នុងការដោះស្រាយបញ្ហាកំពុងកើតមានឡើងនៅក្នុងព្រៃសហគមន៍មេតាធម្មជាតិទៀតហើយមន្ត្រីសង្គមស៊ីវិលលើកឡើងថាអភិបាលខេត្តកំពង់ស្ពឺគួរដោះស្រាយបញ្ហាដែលនៅសេសសល់ហើយកំពុងកើតមានឡើងនៅក្នុងសហគមន៍នេះឲ្យបានឆាប់ដើម្បីឲ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ផ្ដល់តម្លៃដល់លោកឡើងវិញនិងជៀសវាងទទួលបានការស្ដីបន្ទោសពីថ្នាក់លើសមាជិកសហគមន៍ការពារព្រៃឧត្តមស្រែពោះចាឬព្រៃមេតាធម្មជាតិលោកសយសាទប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី9ខែតុលាថាប្រជាសហគមន៍ព្រៃមេតាធម្មជាតិអស់សង្ឃឹមក្នុងការទទួលបានកិច្ចអន្តរាគមន៍ពីសំណាក់អភិបាលខេត្តកំពង់ស្ពឺលោកវៃសំណាងទៀតហើយពីព្រោះកន្លងមកបើទោះបីជាលោកបានសន្យាជាច្រើនថានឹងជួយអន្តរាគមន៍ទប់ស្កាត់ការកាប់ព្រៃសហគមន៍និងរកយុត្តិធម៌ដល់ប្រជាសហគមន៍ក្តីប៉ុន្តែជាក់ស្ដែងលោកអភិបាលខេត្តរូបនេះមិនបានចាត់ការអ្វីឡើយលោកបន្តថាលោកយល់ឃើញថាអភិបាលខេត្តរូបនេះគ្មានឆន្ទៈនៅក្នុងការការពារព្រៃមេតាធម្មជាតិហើយប្រជាសហគមន៍បានព្រមព្រៀងគ្នាថាដាក់ញត្តិជូនលោកយមត្រែនសែននៅក្នុងពេលខាងមុខនេះឆាប់វិញជំនួសឲ្យអភិបាលខេត្តនេះចាប់តាំងពីថ្ងៃឈូសឆាយរហូតដល់បច្ចុប្បន្ននេះតាំងពីការបង្ករបួសស្នាមដល់សហគមន៍ម្ដំត្រៃពោះមាន7រូបមានការដុតគោយន្តបាញ់គោយន្តវាយបង្ករបួសស្នាមគ្រប់បែបគ្រប់យ៉ាងតាំងពីប្រពុតតមាកបាក់បែកនេះមិនដែលឃើញអភិបាលខេត្តចុះអន្តរាគមន៍ឬតាមស៊ើបអង្កេតជនល្មើសទាំងអស់នោះទេមិនដែលឃើញអភិបាលខេត្តចេញមុខដើម្បីធ្វើកិច្ចការនឹងទេក្មួយមិនមានទល់តែសោះចាឆ្លើយតបនឹងការលើកឡើងនេះអភិបាលខេត្តកំពង់ស្ពឺគឺលោកវៃសំណាងធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីនាពេលកន្លងមកថាចាលោកបានប្រាប់វិទ្យុអាស៊ីសេរីថាកន្លងមកលោកធ្លាប់បានចុះទៅដល់ទីតាំងកាប់ទន្ទ្រានដីព្រៃសហគមន៍ដែរហើយលោកក៏កំពុងរកដៃគូម្ចាស់ជំនួយផ្សេងដើម្បីបោះបង្គោលឲ្យបានឆាប់រវាងដីសហគមន៍និងដីសម្បត្តិរបស់អង្គភាពយោធាង70តើតើនឹងការកាប់បំផ្លាញព្រៃឈើការបំផ្លាញបដិមាឬអំពើហិង្សាផ្សេងទៅលើប្រជាសហគមន៍លោកអភិបាលខេត្តរូបនេះថាគេនៅតែមិនអាចចាប់ជនទុច្ចរិតទាំងនោះមកដាក់ទោសរហូតដល់ថាគេអាចនឹងអាជ្ញាធរអាចនឹងចាប់ជនទុច្ចរិតទាំងនោះមកដាក់ទោសរហូតដល់រយៈពេល10ឆ្នាំឯណោះហើយលោកក៏កំពុងស្វែងរកជនទុច្ចរិតទាំងនោះដែរគឺត្រូវការពេលវេលានៅក្នុងការដោះស្រាយអញ្ចឹងទៅធ្វើរឿងហិង្សាលើអ្នកដទៃអានោះរឿងមួយទៀតបាត់ល្មើសព្រហ្មទណ្ឌអានោះជាប់គុកអត់យើងអត់ប្រឡែងទេយើងនៅតែធ្វើចឹងហើយគាត់ចេះចង់បានឲ្យយើងធ្វើថ្ងៃហ្នឹងមែនទេអាហ្នឹងចង់និយាយឆន្ទៈមនុស្សអ្នកប្រព្រឹត្តវាអាក្រក់វាមានពើទុច្ចរិតនៅក្នុងហ្នឹងហើយយើងអ្នកដើរតាមរោមិនមែនជាតែរោបានភ្លាមណាបើមិនចឹងគេបង្កើតប៉ូលីសPMមកតែមួយថ្ងៃគេលុបចោលវិញបាត់ហើយបើថាបាត់ល្មើសវាសាបលៀបមិនចឹងវាត្រូវតែបន្តនិរន្តរភាពចឹងចាជុំវិញរឿងនេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាត6លោកសឹងសែនករណាយល់ឃើញថាការលើកឡើងរបស់លោកអភិបាលខេត្តកំពង់ស្ពឺនេះគ្រាន់តែជាការឆ្លើយដោះសារកិច្ចវេះពីទំនួលខុសត្រូវរបស់ខ្លួនតែប៉ុណ្ណោះលោកយល់ថាព្រៃសហគមន៍មេតាធម្មជាតិគឺជាទ្រព្យសម្បត្តិរបស់ជាតិហើយអាជ្ញាធរខេត្តត្រូវមានទំនួលខុសត្រូវនៅក្នុងការថែរក្សាព្រៃទាំងនោះជាមួយគ្នានេះលោកសឹងសែនករណាបន្ថែមថាលោកវៃសំណាងគួរចាត់វិធាននៃការជាបន្ទាន់ក្នុងការស្វែងរកជនទុច្ចរិតដែលធ្លាប់គំរាមកំហែងប្រើអំពើហិង្សានិងបំផ្លាញបដិមាព្រះពុទ្ធនាពេលកន្លងមកដើម្បីឲ្យប្រជាសហគមន៍គោរពនិងផ្ដល់តម្លៃដល់លោកឡើងវិញគួរតែគាត់ដោះស្រាយបញ្ចប់នៅពេលហ្នឹងទៅវាល្អប្រសើរជាងឲ្យពលរដ្ឋឡើងទៅវាប៉ះពាល់ដល់មុខមាត់របស់ខេត្តផងហើយអាចទទួលរងការស្ដីបន្ទោសពីថ្នាក់ដឹកនាំរបស់ខ្លួនអញ្ចឹងព្រៃសហគមន៍ម្ដំស្រែពោះឬព្រៃមេតាធម្មជាតិមានទំហំជាង800ហិកតានិងមានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅរួមមានទួចក្ងោកមាន់ព្រៃឆ្លុះនិងស្វាជាដើមកាលពីខែសីហាឆ្នាំ2021កន្លងទៅរដ្ឋាភិបាលបានចេញអនុក្រឹត្យជ្រៀលដីព្រៃសហគមន៍ម្ដំស្រែពោះមានទំហំជិត3000ហិកតាពីដែនជម្រកសត្វព្រៃភ្នំអរ៉ាល់នៅក្នុងភូមិពោមាសឃុំត្រពាំងជោស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺដើម្បីចែកជូនគ្រួសារយោធិនង70កងរថក្រោះ41គ្រួសារនិងពលរដ្ឋក្រីក្រជាច្រើនគ្រួសារទៀតសម្រាប់សង់លំនៅឋាននិងបង្កើនផលប៉ុន្តែនៅពេលចុះឈូសឆាយដីព្រៃសហគមន៍ជាក់ស្ដែងអង្គភាពង70ដែលជាសេនាធិការរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនផ្ទាល់បានឈូសឆាយលើសពីទំហំដែលត្រូវបានកាត់ជ្រៀលដែលបង្កឲ្យមានការតវ៉ាពីប្រជាសហគមន៍រហូតកើតមានអំពើហិង្សានិងបានធ្វើឲ្យសត្វព្រៃជាច្រើនបាត់ទីជម្រកនិងងាប់ផងដែរ
ចាលោកនាងកញ្ញាជាទីមេត្រីចាយើងងាកទៅព័ត៌មានតកតងនឹងពលរដ្ឋខ្មែរក្រោមវិញម្ដងចាស្ត្រីខ្មែរក្រោមម្នាក់ដែលក្រុមជនឥនទពាលវៀតណាមបាញ់ឲ្យរបួសធ្ងន់ត្រង់ផ្លូវថាអាជ្ញាធរវៀតណាមមិនទាន់ចាប់ជនដៃដល់មកផ្ដន្ទាទោសនៅឡើយទេចាកាលពីថ្ងៃទី27ខែកញ្ញាក្រុមអ្នកលេងជនជាតិវៀតណាមប្រមាណ20នាក់ប្រដាប់ដោយដំបងនិងកាំភ្លើងបានហុំព័ទ្ធយកដីរបស់ខ្មែរក្រោមហើយបានបាញ់ស្ត្រីម្នាក់ឲ្យរបួសធ្ងន់ចាលោកយ៉ងច័ន្ទតារារាយការណ៍អំពីរឿងនេះស្ត្រីខ្មែរក្រោមដែលត្រូវក្រុមជនអន្តរជាតិវៀតណាមបាញ់ឲ្យរបួសធ្ងន់កំពុងទន្ទឹងរង់ចាំយុត្តិធម៌ពីអាជ្ញាធរវៀតណាមក៏ប៉ុន្តែមកទល់នឹងពេលនេះអាជ្ញាធរវៀតណាមមិនទាន់មានចំណាត់ការទៅលើជនល្មើសនៅឡើយទេពលរដ្ឋខ្មែរក្រោមដែលជនជាតិវៀតណាមបាញ់ឲ្យរបួសចំផ្លូវនៅស្រុកភ្នំដីខេត្តក្រមួនសកម្ពុជាក្រោមលោកស្រីយ៉ាញ់ធីច័ន្ទផៃប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី9ខែតុលាថាអ៊ំប្រុសរបស់លោកស្រីបានដាក់ពាក្យបណ្ដឹងជំនួសលោកស្រីទៅនគរបាលស្រុកភ្នំដីនិងនគរបាលខេត្តក្រមួនសរួចហើយក្រោយពីគេបាញ់លោកស្រីបាន2ថ្ងៃក៏ប៉ុន្តែមកទល់នឹងពេលនេះអាជ្ញាធរវៀតណាមមិនទាន់ចាប់ជនដៃដល់រូបនោះយកមកផ្ដន្ទាទោសតាមច្បាប់នៅឡើយទេលោកស្រីសង្ស័យថាអាជ្ញាធរវៀតណាមគឺជាអ្នកនៅពីក្រោយក្រុមបងធំទាំងអស់នោះពីព្រោះប្រជាពលរដ្ឋសាមញ្ញមិនអាចប្រើកាំភ្លើងបានទេនៅក្នុងប្រទេសវៀតណាមលោកស្រីយ៉ាញ់ធីច័ន្ទផៃទាមទារឲ្យអាជ្ញាធរវៀតណាមតាមរកមុខជនដៃដល់យកមកដាក់ពន្ធនាគារនិងសងថ្លៃព្យាបាលព្រមទាំងសងជំងឺចិត្តដល់លោកស្រីវិញចង់បានចាប់មើលដាច់ខ្ញុំហ្នឹងចូលគុកនេះឆ្លក់សងកាក់ឆ្នាំសងកាក់អីឲ្យខ្ញុំគ្រប់សពវិញបានហើយយើងមិនចាប់វើខាច់វើក៏អោទៅមកទៀតវើបាញ់ចឹងទៀតណាអាជ្ញាធរវៀតណាមនិងក្រុមបងធំជនជាតិវៀតណាមមួយក្រុមមានគ្នាប្រមាណ20នាក់បាននាំយកគ្រឿងចាក់មកឈូសឆាយដីស្រែចម្ការរបស់ពលរដ្ឋខ្មែរក្រោមដើម្បីព័ទ្ធរបងយកដីនោះឲ្យអ្នកមានអំណាចម្នាក់នៅស្រុកភ្នំដីខេត្តក្រមួនសកាលពីពេលថ្មីនេះពេលដែលប្រជាពលរដ្ឋខ្មែរក្រោមចេញមកតវ៉ាក៏បានផ្ទុះអំពើហិង្សាហើយជនជាតិវៀតណាមបានដកកាំភ្លើងបាញ់ចំផ្លូវរបស់លោកស្រីយ៉ាញ់ធីច័ន្ទផៃបណ្ដាលឲ្យលោកស្រីរងរបួសធ្ងន់វិទ្យុអាស៊ីសេរីមិនអាចតាក់ទងសុំការបកស្រាយបំភ្លឺជុំវិញបញ្ហានេះពីនគរបាលស្រុកភ្នំដីនិងនគរបាលខេត្តក្រមួនសព្រមទាំងមន្ត្រីស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទេនៅថ្ងៃទី9ខែតុលាដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួលជុំវិញរឿងនេះប្រធានសហព័ន្ធខ្មែរកម្ពុជាក្រោមប្រចាំប្រទេសកម្ពុជាលោកតាំងសារ៉ាលើកឡើងថាប្រជាពលរដ្ឋខ្មែរក្រោមនៅតែរងទុក្ខឥតស្រាកស្រានពីការធ្វើបាបពីសំណាក់អាជ្ញាធរវៀតណាមហើយខ្មែរក្រោមបានបន្តបាត់បង់ដីធ្លីជាបន្តបន្ទាប់ដោយសារតែការរឹបអូសពីមន្ត្រីរាជការវៀតណាមលោកបន្តថាការបាញ់ស្ត្រីខ្មែរក្រោមឲ្យរងរបួសនេះអាចពាក់ព័ន្ធជាមួយរដ្ឋអំណាចវៀតណាមពីព្រោះនៅប្រទេសវៀតណាមប្រជាពលរដ្ឋធម្មតាមិនមានសិទ្ធិប្រើកាំភ្លើងនោះទេច្បាប់នៅក្នុងប្រទេសវៀតណាមការកាន់អាវុធនឹងគឺសម្រាប់តែទាហាននគរបាលហើយនឹងអ្នកដែលមានសមត្ថកិច្ចទេឬមួយក៏ប្រជាជនថ្នាក់ណាដែរតែមានសិទ្ធិកាន់អាវុធតែបើយើងពិនិត្យជាទូទៅគឺច្បាប់ជាទូទៅប្រទេសណាដូចជាប្រទេសណាទេក្រៅពីសមត្ថកិច្ចដូចជាទាហានប៉ូលីសជាដើមនោះគឺគ្មានសិទ្ធិកាន់អាវុធទេករណីនេះមិនមែនជាលើកទី1ទេដែលអាជ្ញាធរវៀតណាមបានប្រើប្រាស់អំពើហិង្សានិងបង្ក្រាបដើម្បីយកដីស្រែនិងផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរក្រោមដែលខុសច្បាប់និងមិនផ្ដល់សំណងសមរម្យកាលពីខែឧសភាឆ្នាំ2020អាជ្ញាធរវៀតណាមខេត្តក្រមួនសរួមមានប៉ូលីសនិងទាហានប្រមាណ100នាក់បានចុះទៅរឹបអូសយកដីកសិករខ្មែរក្រោមអស់ជាច្រើនពាន់ហិកតាដោយគ្មានសំណងត្រឹមត្រូវប្រជាពលរដ្ឋខ្មែរក្រោមបានតវ៉ារហូតដល់អាជ្ញាធរវៀតណាមប្រើអំពើហិង្សាលើពួកគាត់បណ្ដាលឲ្យមនុស្សប្រមាណ10នាក់រងរបួសក្រោយវាយប្រជាពលរដ្ឋខ្មែរក្រោមហើយអាជ្ញាធរវៀតណាមក៏បានចាប់ពលរដ្ឋខ្មែរក្រោម3នាក់ដាក់ពន្ធនាគារជាច្រើនឆ្នាំដោយចោទប្រជាពលរដ្ឋខ្មែរក្រោមថាប្រើអំពើហិង្សាលើសមត្ថកិច្ចនិងប្រឆាំងនឹងអាជ្ញាធរវៀតណាមខ្ញុំយ៉ងច័ន្ទតារាវិទ្យុអាស៊ីសេរីរាយការណ៍ពីរដ្ឋធានី Washingtonចាលោកនាងកញ្ញាប្រិយមិត្តជាទីមេត្រីចាមន្ត្រីសង្គមស៊ីវិលនៅតែបារម្ភចំពោះវត្តមានក្រុមអក្រិតជនចិនមួយចំនួនដែលនៅតែមានអាវុធប្រើប្រាស់និងចាត់ទុកកម្ពុជាជាកន្លែងដែលពួកគេអាចបង្ខាំងមនុស្សដើម្បីចម្រិតទារប្រាក់ចាសូមស្ដាប់សេចក្តីរាយការណ៍របស់លោកមានរិទ្ធអំពីរឿងនេះក្រោមការដឹកនាំរបស់លោកនាយរដ្ឋមន្ត្រីហ៊ុនសែនក្រុមអក្រិតជនជាតិចិនហាក់មិនខ្លាចញញើតទៅនឹងការបង្ក្រាបរបស់សមាជិកកម្ពុជានិងច្បាប់កម្ពុជាឡើយពួកគេតែងតែមានអាវុធទំនើបជាមួយអាជីវកម្មបែបអ៊ុក្រិតរបស់ពួកគេនៅក្នុងការបង្ខាំងមនុស្សចម្រិតទារប្រាក់ហើយជាញឹកញយអ៊ុក្រិតជនជាតិចិនទាំងនោះតែងប្រើអាវុធដើម្បីបាញ់តតាំងជាមួយសមាជិកកម្ពុជាពេលចុះបង្ក្រាបម្ដង
នាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសមាតប្រាវិជ្ជាស៊ីស្រីនៅថ្ងៃទី9 ខែតុលាថាករណីជនបរទេសរស់នៅកម្ពុជាប្រព្រឹត្តបទឧក្រិដ្ឋនិងតែងតែមានអាវុធប្រើប្រាស់តាមទំនឹងចិត្តបែបនេះគឺជារឿងគួរឲ្យព្រួយបារម្ភមួយសម្រាប់សន្តិសុខជាតិនិងសុវត្ថិភាពពលរដ្ឋទូទៅលោកទទូចដល់អាជ្ញាធរមានសមត្ថកិច្ចនិងស្ថាប័នថ្នាក់ជាតិកម្ពុជាឲ្យស៊ើបអង្កេតមេខ្លោងធំដែលពាក់ព័ន្ធនៅពីក្រោយជនជាតិចិនដែលមានអាវុធប្រើប្រាស់នាពេលកន្លងមកនេះដើម្បីធានាសន្តិសុខជាតិនិងសន្តិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅហើយបញ្ហាដែលអាចមានទៅដល់អាវុធប្រើប្រាស់ថែមទៀតនឹងជារឿងធ្ងន់ធ្ងរតើអាវុធទាំងអស់ហ្នឹងបានពីណាមកទៅទៀតណាបញ្ហានេះទោះបីជារឿងជនបរទេសនិងជនបរទេសក៏ដោយក៏វាបង្កការភ័យខ្លាចឬក៏ភាពអសុវត្ថិភាពសម្រាប់ជនបរទេសនិងជនបរទេសនឹងផងហើយក៏វាបង្កភាពភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋយើងដែរប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះធ្វើឡើងបន្ទាប់ពីកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាបក្រុមអ ுக ្រិតជនប្រដាប់អាវុធជនជាតិចិនចំនួន7នាក់ពាក់ព័ន្ធនឹងករណីបង្ខាំងស្ត្រីជនបរទេសម្នាក់និងបានចម្រិតទារប្រាក់អស់ជាង$10,000ដែលស្ថិតនៅអគារខុនដូមួយកន្លែងស្ថិតនៅផ្លូវ60ម៉ែត្រក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញកាលពីថ្ងៃទី7 ខែតុលាស្ត្រីជនរងគ្រោះមានឈ្មោះងវៀងឈីមីងាងកងកម្លាំងប្រដាប់អាវុធរាជធានីភ្នំពេញក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ីផឹងនិងបានបន្តឆែកឆេរដែលរឹបអូសបានកំភ្លើងចំនួន4ដើមនិងថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំផងជាងនេះទៅទៀតនៅក្នុងអំឡុងពេលដែលកងកម្លាំងមានសមត្ថកិច្ចសួរនាំជនសង្ស័យឈ្មោះអ៊ីផឹងស្រាប់តែក្រុមបកពួករបស់ពួកគេមួយក្រុមទៀតបានព្យាយាមបើករថយន្តទំនើបម៉ាអូឌីសម្ដៅបុកសមត្ថកិច្ចដើម្បីរត់គេចខ្លួននៅក្នុងហេតុការណ៍នោះបណ្ដាលឲ្យកងកម្លាំងអាវុធហត្ថម្នាក់រងរបួសជើងដែលជាហេតុបណ្ដាលឲ្យមានការផ្ទុះអាវុធបាញ់តដៃគ្នារវាងសមត្ថកិច្ចនិងក្រុមអ ுக ្រិតជនក្រោយមកទៀតទើបក្រុមអ ுக ្រិតជនបញ្ឈប់សកម្មភាពនិងប្រគល់ខ្លួនជូនសមត្ថកិច្ចតែទៅនឹងបញ្ហានេះអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោកអេងហ៊ីបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមនោះទេដែលលោកអះអាងថារឿងនេះកំពុងស្ថិតនៅក្នុងនីតិវិធីនៃការស៊ើបអង្កេតខាងឯកការគាត់ជាអ្នកដឹកនាំណាព្រោះស្ថិតនៅក្នុងការស៊ើបអង្កេតឡើយកិច្ចការងារស៊ើបអង្កេតការងារប្រតិបត្តិការជាក់ស្ដែងគឺឯកការជាអ្នកស្វែងការអញ្ចឹងសូមឲ្យសួរទៅគាត់ផ្ទាល់ណាជាបានទេព្រោះដូចខ្ញុំលើកឡើងយើងព្រោះករណីអញ្ចឹងគឺគេឲ្យខាងនេះឯកការដឹកនាំផ្ទាល់ហើយអញ្ចឹងសួរនាំគឺឯកការទាំងអស់បាទអ្នកនាំពាក្យនៅនេះមិនមានសមត្ថកិច្ចទេបាទកន្លងទៅរដ្ឋាភិបាលលោកនាយរដ្ឋមន្ត្រីហ៊ុនសែនតែងតែលើកពាក្យស្លោកថាចិនគឺជាមិត្តដៃថែបហើយវិនិយោគិនជនជាតិចិនបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងការចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជាបន្តិចម្ដងជនជាតិចិនបានមកបោះទុនរកស៊ីបើកអាជីវកម្មនៅលើទឹកដីកម្ពុជាគ្រប់បែបយ៉ាងដែលក្នុងនោះរាប់ទាំងការបើករោងចក្រផលិតគ្រឿងញៀនការសាងសង់អគារបង្ខាំងមនុស្សចាប់ចម្រិតជាដើមលើពីនេះទៀតពួកគេតែងមានកំភ្លើងកាន់កាប់ពេញដៃខណៈពួកគេហាក់មិនខ្លាចញញើតនៅក្នុងការបាញ់សម្លាប់មនុស្សនៅកម្ពុជានោះទេជាពិសេសបើទោះបីជារដ្ឋាភិបាលឯកបកបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងទៅនឹងអំពើជួញដូរមនុស្សយ៉ាងណាក្តីក៏សេចក្តីរាយការណ៍នានាជាបន្តបន្ទាប់ឲ្យដឹងថាក្រុមអ ுக ្រិតជនជនជាតិចិននៅតែបន្តអាជីវកម្មបែបអ ுக ្រិតរបស់ពួកគេនៅក្នុងការបង្ខាំងមនុស្សជួញដូរមនុស្សនិងចាប់ចម្រិតមនុស្សទារប្រាក់នៅលើទឹកដីខ្មែរដដែលនាយកទទួលបន្ទុកកិច្ចការទូតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូលោកអំសមាតយល់ថាមូលហេតុដែលនាំឲ្យក្រុមអ ுக ្រិតជននៅតែមិនខ្លាចញញើតចំពោះការបង្ក្រាបពីកម្លាំងសមត្ថកិច្ចកម្ពុជាហើយពួកគេនៅតែបន្តប្រព្រឹត្តបទឧក្រិដ្ឋនានាពីព្រោះអ ுக ្រិតជនទាំងនោះបានដឹងថាកម្ពុជាពុំទាន់មានការអនុវត្តច្បាប់ត្រឹមត្រូវនិងឲ្យមានប្រសិទ្ធភាពដែលធ្វើឲ្យពួកគេខ្លាចរអានៅឡើយទេខ្ញុំបានមេរិត Visual C ស្រីរាយការណ៍ពីរដ្ឋធានី Washington